Audio Jungle. Audio Jungle. សូមធ្វើការវិតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពតក្រុមការងារចុះមូលដ្ឋានមន្ត្រីរាជការនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានបន្តជ្រងទង់សាមគ្គីនិងឯកភាពផ្ទៃក្នុងរឹងមាំដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពតប្រកបដោយភាពច្នៃប្រឌិតជាក់ស្ដែងនិយមនិងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោតដំណាក់កាលទី1មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាទោះបីសង្គមជាតិទាំងមូលបាននឹងកំពុងប្រឈមនឹងសត្រូវឈ្លានពាននិងបញ្ហាវិបត្តិសកលក៏ដោយដើម្បីបង្កើនសមិទ្ធផលថ្មីៗសម្រាប់ខេត្តកំពតនិងប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានស្នើឲ្យក្រុមការងារគ្រប់ថ្នាក់និងអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តដូចខាងក្រោម 1. បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សឲ្យប្រកបដោយចំណេះដឹងជំនាញសិលធម៌ល្អសុខភាពល្អសមត្ថភាពពេញលេញនិងជាពលរដ្ឋល្អដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងតំបន់ជាពិសេសការផ្តល់អាហារូបករណ៍ដល់បងប្អូនសិស្សានុសិស្សសម្រាប់ការបន្តការសិក្សានៅក្រៅប្រទេស 2. បង្កើតបរិយាកាសវិនិយោគដែលអំណោយផលសម្រាប់ដៃគូអភិវឌ្ឍនានាទូទាំងក្នុងនិងក្រៅប្រទេសនិងពង្រីកសក្តានុពលដាំដុះដំណាំយុទ្ធសាស្ត្រនៅមូលដ្ឋានដូចជាដំណាំម្រេចទុរេនចេកឡាក់ 3. លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅតាមមូលដ្ឋាននិងច្រកព្រំដែនដោយមិនត្រូវឲ្យមានករណីនេះនៅក្នុងភូមិសាស្ត្រខេត្តកំពតទេនិងបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាឲ្យបាននៅសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋាន 4. យកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍប្រចាំឆ្នាំកម្មវិធីវិនិយោគ3ឆ្នាំរំកិលនិងគម្រោងវិនិយោគនានាដោយកំណត់អំពីផែនការកសាងផ្លូវអត្ថិភាពក្នុងខេត្តការតភ្ជាប់បណ្ដាញអគ្គិសនីនិងទឹកស្អាតនិងការអភិវឌ្ឍសហគមន៍នេសាទដើម្បីកសាងខឿនសេដ្ឋកិច្ចនិងខឿនទេសចរណ៍នៅមូលដ្ឋាននេះបើយោងទៅតាមកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026នាថ្ងៃសុក្រទី30ខែមករាឆ្នាំ2026នេះរបស់រដ្ឋបាលខេត្តកំពត Audio Jungle. Audio Jungle.